នោះលោកដូណាល់ត្រាំខឹងខ្លាំងហើយលោកដូណាល់ត្រាំប្តឹងកាសែត New York Times ទារប្រាក់$15,000 លានពីបទបរិហាកេរ្តិ៍ស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអត្ថបទព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានសន្តិសុខសង្គមប្រចាំថ្ងៃទីក្រុង Washington លោកត្រាំបង្ហើបឲ្យដឹងថាលោកកំពុងរៀបចំឯកសារប្តឹងកាសែត New York Times និងអ្នកសារព័ត៌មានរបស់ស្ថាប័ននេះ4នាក់ទៀតដើម្បីធ្វើការទាមទារប្រាក់សំណងជំងឺចិត្ត$15,000 លានពីបទបរិហាកេរ្តិ៍ពាក្យបណ្ដឹងបានយកទៅដាក់តម្កល់នៅតុលាការសាលាដំបងប្រចាំរដ្ឋ Florida រួចហើយបានរាយឈ្មោះអត្ថបទណាខ្លះដែលបានចុះផ្សាយលើកាសែត New York Times ដែលលោកត្រាំបានចោទថាគឺជាការបរិហាកេរ្តិ៍និងរាយឈ្មោះសៀវភៅមួយក្បាលដែលសរសេរដោយអ្នកសារព័ត៌មានរបស់ New York Times 2នាក់និងដែលបានបោះពុម្ពផ្សាយនៅមុនពេលបោះឆ្នោតឆ្នាំ2024ពាក្យបណ្ដឹងនោះបានរៀបរាប់ថាទាំងនេះជាឯកសារបញ្ជាក់ពីចេតនារបស់ New York Times ក្នុងការបើកយុទ្ធនាការបរិហាកេរ្តិ៍និងបង្ខូចកេរ្តិ៍របស់លោកត្រាំអស់ជាច្រើនទសវត្សរ៍មកហើយភាគីចុងចោតបានផ្សព្វផ្សាយឯកសារទាំងនេះដោយភាពខ្ជិលខ្ជាដោយដឹងច្បាស់ថានោះគឺជាឯកសារមិនពិតហើយនៅតែជំនះចោទចង់ផ្សាយនិងដោយភាពខ្ជិលខ្ជាមិនព្រមផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ថាតើអត្ថបទទាំងអស់នោះមានចំណុចត្រឹមត្រូវឬក៏ខុសឆ្គងអ្នកសារព័ត៌មានព្យាយាមតាក់ទងទៅ New York Times ដើម្បីស្នើសុំការធ្វើការអធិប្បាយជុំវិញការចោទប្រកាន់នេះក៏ប៉ុន្តែគ្មានការឆ្លើយតបណាមួយនោះទេនៅលើបណ្ដាញសង្គម Truth Social លោកត្រាំបានបញ្ជាក់អំពីការដាក់ពាក្យបណ្ដឹងទៅតុលាការលោកបានចោទប្រកាន់ថា New York Times ចុះផ្សាយភូតកុហកអំពីគាត់និងបរិហាកេរ្តិ៍របស់គាត់លោកបានចោទទៀតថា New York Times គ្រាន់តែជាអ្នកឃោសនាឲ្យគណៈបកប្រជាធិបតេយ្យដែលលោកចាត់ទុកថាគឺជាក្រុមឆ្វេងនិយមនិងជ្រុលនិយមតែប៉ុណ្ណោះនេះមិនមែនជាលើកទី1ទេដែលលោកត្រាំប្តឹងអ្នកកាសែតឬស្ថាប័នព័ត៌មានកាលពីខែកក្កដាលោកបានប្តឹងកាសែត Wall Street Journal និងចាងវាងកាសែតនេះគឺលោក Rupert Murdoch ដើម្បីទាមទារប្រាក់សំណង$10,000 លានពាក្យបណ្ដឹងនេះពាក់ព័ន្ធទៅនឹងការចុះផ្សាយអត្ថបទនិយាយអំពីការមានទំនាក់ទំនងជិតស្និទ្ធរវាងលោក Trump និងលោក Jeffrey Epstein ត្រូវតុលាការកាត់ទោសពីបទបៀតបៀននិងជួញដូរផ្លូវភេទមានខ្សែបណ្ដាញជាអន្តរជាតិនេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP និងប្រភពព័ត៌មានផ្សេងៗដទៃទៀតផងដែរយើងក្រឡេកទៅមើលឯប្រទេសអ៊ុយក្រែននិងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ឯណោះវិញលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យអឺរ៉ុបបង្កើតសំណាញ់មេឃទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីទីក្រុងគៀវប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានអំពាវនាវទៅបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបសូមផ្ដល់ខែលការពារដែនអាកាសបន្ថែមទៀតដើម្បីទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីថ្មីនេះរុស្ស៊ីបានវាយប្រហារទីក្រុង Zaporizhzhia បណ្ដាលឲ្យរបួសមនុស្ស13នាក់លោក Zelensky ស្នើសុំឲ្យថ្នាក់ដឹកនាំអឺរ៉ុបបង្កើនប្រព័ន្ធសុវត្ថិភាពសម្រាប់ទ្វីបនេះទាំងមូលដោយបង្កើតសំណាញ់មេឃាទ្រង់ទ្រាយធំទើបអាចទប់ទល់បានចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងរុស្ស៊ីពុំដែលបន្ធូរដៃម្ដងណាឡើយនៅក្នុងការវាយសង្គ្រប់ទៅលើអ៊ុយក្រែនជាពិសេសទីតាំងរបស់ជនស៊ីវិលតាមមើលទៅកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមហាក់ដូចជានៅឆ្ងាយហួសជើងមេឃនៅឡើយនោះទេបើទោះបីជាលោកត្រាំខិតខំប្រើប្រាស់វិធានការសរុបទាំងការប្រើប្រាស់ភាសាទន់ភ្លន់និងភាសាត្រគោះបោះបោកដល់មេដឹកនាំអ៊ុយក្រែននិងរុស្ស៊ីយ៉ាងណាក៏ដោយគោលបំណងរបស់លោកចង់ឃើញការបញ្ចប់សង្គ្រាមឆាប់ៗនេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំធ្លាប់បានប្រមាននឹងចាត់វិធានការក្តៅម្ដងជាពីរដងរួចមកហើយបើសិនជាភាគីទាំងពីរមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងក្នុងរយៈពេលកំណត់ណាមួយនោះទេ
ក៏ប៉ុន្តែគឺជាការឥតប្រយោជន៍ព្រោះបន្ទាប់ពីអសានវ៉ាទាំងនោះកន្លងផុតទៅរ៉ូស៊ីនៅតែមិនធ្វើតាមការព្រមាននោះដដែលឧទាហរណ៍លោកត្រាំព្រមានថាក្រោយពេលជួបគ្នានៅអាឡាស្កា2សប្តាហ៍បើរ៉ូស៊ីមិនធ្វើអ្វីម្យ៉ាងទេលោកនឹងដាក់ទណ្ឌកម្មក៏ប៉ុន្តែនៅទីបញ្ចប់លោកមិនអាចធ្វើដូចអ្វីដែលជាការសន្យានោះទេលោក Zelensky បង្ហោះសារនៅលើ Telegram ថារយៈពេលជាង2សប្តាហ៍ចុងក្រោយនេះរ៉ូស៊ីវាយប្រហារអ៊ុយក្រែនដោយដ្រូនជាង 3,500 គ្រឿងគ្រាប់បែកបញ្ជាពីចម្ងាយ 2,500 គ្រាប់និងមីស៊ីលជិត200គ្រាប់គ្រាប់បែកបញ្ជាពីចម្ងាយរបស់រុស្ស៊ីច្រើនទម្លាក់ពីលើយន្តហោះនៅរយៈកម្ពស់ដ៏សែនខ្ពស់ហើយនឹងឆ្ងាយពីសមរភូមិប្រយុទ្ធកាលដែលរុស្ស៊ីបញ្ជូនដ្រូនទៅវាយប្រហារម្ដងហើយម្ដងទៀតជាច្រើនដងច្រើនរាប់រយគ្រឿងធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនពិបាកចាត់ការជានិច្ចកាលគ្រាប់បែកបញ្ជាពីចម្ងាយទម្លាក់មិនសូវចំគោលដៅនោះទេមិនតែប៉ុណ្ណោះវាបង្កើនទៅជារណ្ដៅឬក្រហមដ៏ធំនៅលើដីអ៊ុយក្រែនមិនអាចវាយបកទៅលើគ្រាប់បែកប្រភេទនេះដោយប្រសិទ្ធភាពបានឡើយឥឡូវនេះគេឮតែអ៊ុយក្រែនរងការវាយប្រហារឡើងសាំត្រជាក់ទៅហើយប៉ុន្តែអ្វីដែលថ្មីគឺប៉ូឡូញរងការរំលោភបំពានដែនអាកាសខណៈដែលប្រទេសនេះគឺជាសមាជិកពេញសិទ្ធិរបស់អង្គការ NATO ហេតុនេះបានជា NATO ចាប់ផ្ដើមពង្រឹងប្រព័ន្ធការពារដែនអាកាសនៅទ្វីបអឺរ៉ុបជាបណ្ដាហើយលោក Zelensky យល់ថានេះគឺជាពេលដែលត្រូវពង្រឹងការពារដែនអាកាសរួមគ្នានៅក្នុងចំណោមប្រទេសប៉ែកអឺរ៉ុបលោកថាអឺរ៉ុបមានបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហានេះយើងត្រូវការវិនិយោគនិងឆន្ទៈនៅក្នុងការធ្វើរឿងទាំងនេះយើងត្រូវតែចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់និងសម្រេចចិត្តពីគ្រប់ប្រទេសជាដៃគូយើងក្រឡេកទៅមើលឯសមរភូមិនៅ Zaporizhzhia ឯនោះវិញរ៉ូស៊ីវាយប្រហារអគារជាង20ខ្នងបណ្ដាលឲ្យមានភ្លើងឆេះនេះបើតាមអ្វីដែលលោក Ivan Fedorov គឺជាអភិបាលតំបន់នោះបានថ្លែងប្រាប់ទូរទស្សន៍ជាតិលោកថ្លែងបន្តទៀតថាការវាយប្រហាររបស់រុស្ស៊ីធ្វើឲ្យខូចខាតយ៉ាងដំណំកាលពីថ្ងៃទី30ខែសីហាមិនទាន់បានជួសជុលឲ្យស្អាតឡើងវិញនៅឡើយផងឥឡូវនេះរុស្ស៊ីវាយប្រហារបន្ថែមទៀតហើយខាងលើនេះគឺជាការដកស្រង់ពីប្រភពអតីតខាងលើនេះគឺជាការដកស្រង់ពីប្រភព AP និងប្រភពដតីផ្សេងទៀតផងដែរអរគុណប្រិយមិត្តជាទីមេត្រីដែលលោកអ្នកបានតាមដានស្ដាប់រាល់ទាំងព័ត៌មានជាតិនិងព័ត៌មានអន្តរជាតិពី Channel យើងខ្ញុំបាទដែលនិយាយអំពីលោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឲ្យអឺរ៉ុបបង្កើនសំណាញ់មេឃាទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីចំណែកឯលោក Donald Trump បានប្តឹងកាសែត New York Times ទាមទារប្រាក់រហូតដល់$15,000 លានពីបទបរិហាកេរ្តិ៍អរគុណប្រិយមិត្តសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍មុនគេនៅក្នុងដៃរបស់លោកអ្នក